បាទជំរាបសួរបងបាទជំរាបសួរបាទបងមានឈ្មោះអីដែរបងបាទខ្ញុំឈ្មោះថនសុផនបាទថនសុភ័ណ្ឌបាទបងចង់ដឹងថាពីមុនមកបងមិនទាន់បានប្រើផលិតផលណាកូស៊ីនេះបងមានបញ្ហាអាឡែស៊ីអីខ្លះដែរបងខ្ញុំអាឡែស៊ីច្រមុះអាឡែស៊ីច្រមុះហ្នឹងចេះតែធ្វើទុកមិនដែរបងវាឈឺច្រមុះហើយយើងឈឺក្បាលបាទពេលតិចមកយើងឈឺតាមទូចមករបស់យើងហើយជ្រឹកមកក្បាលចឹងបាទមានអីទៀតដែរលំមាស់តិចលំមាស់ភ្នែកបាទអីហើយវាស្វាងភ្នែកដែរបាទស្វាងភ្នែកហើយជុកកអីយើងមានលំមាស់ភ្នែកអីឈឺក្បាលអីដែរបងក្បាលឈឺបើកត់អីទេបាទវាឈឺតែខ្ទង់ច្រមុះរបស់យើងហើយវាជ្រឹកមកក្បាលចឹងហើយយើងមើលអសារមើលតិចបាទហើយបងហូបរបស់ផ្អាប់របស់តិចអីបាទនេះកាលយើងមិនទាន់ប្រើអត់ទេបើយើងហូបរបស់តិចវាឈឺច្រមុះរបស់យើងបាទឈឺច្រមុះឈឺក្បាលបាទអាហ្នឹងកាលយើងមិនទាន់ប្រើកាលមិនទាន់ប្រើបាទវាធ្វើទុកចឹងហ៎បងបាទហើយចុះចង់ដឹងថាពេលបងប្រើផលិតផលណាកូស៊ីនេះទៅបងប្រើប្រមាណគ្រាប់ទៅដឹងថាវាធូរបងខ្ញុំហូបប្រហែលជា3ល្ងាចមានន័យថាអស់3គ្រាប់បាទ3គ្រាប់ដឹងបងដឹងធូរហ្នឹងដឹងទៅធូរទៅលើអីខ្លះដែរវាអត់ដឹងច្រមុះហើយក្បាលដែលមុនខ្ញុំហូបក្បាលយើងវាឈឺសឹមរហូតណាបាទដល់ពេលយើងហូបរយៈពេលអស់3គ្រាប់យើងប្រហែលថ្ងៃម្ដងយើងហូបពេលល្ងាចជប់ពេលហូបអស់3គ្រាប់ហើយវាស្រាក់ឈឺបាទបានដឹងថាធូរបាទធូរអូអញ្ចឹងហូបអស់តែ3គ្រាប់ដឹងធូរច្រើនបងបាទហើយចុះបច្ចុប្បន្នហ្នឹងបងប្រើអស់ប្រហែលកំប៉ុងហើយខ្ញុំប្រើអស់មួយកំប៉ុងអូប្រើអស់មួយកំប៉ុងចុះបងចង់ដឹងថាបងប្រើអស់មួយកំប៉ុងហ្នឹងបងជួយបញ្ជាក់មើលបងប្រើអស់មួយកំប៉ុងហ្នឹងជាទៅលើអីខ្លះឬក៏ធូរទៅលើអីខ្លះអញ្ចឹងមកកំប៉ុងខ្ញុំប្រើនេះវាធូរទៅលើដូចជាយើងឈឺច្រមុះហើយតឹងច្រមុះអីគឺវាអត់មានហើយអាការៈដែលយើងឈឺក្បាលជាប្រចាំក៏វាអត់មានដែរបាទហ្នឹងហើយចុះលំមាស់តិចលំមាស់ភ្នែកអីលំមាស់តិចនេះក៏វាស្រាក់ដែរតែសំដងវាលំមាស់ជាប្រចាំត្បាល់ជាប្រចាំគឺថាវាអាចជាច្រើនហ្នឹងណាក៏មិនតែឥឡូវលេងធូរអស់ជាអស់ហើយចឹងបងបាទបងអញ្ចឹងបងប្រើអស់មួយកំប៉ុងហ្នឹងបងជាបានច្រើនអញ្ចឹងបងជឿជាក់ទៅលើផលិតផលណាកូស៊ីហ្នឹងដែរបាទជឿជាក់តែបងពុងតែថារចង់យកបន្ថែមទៀតហើយបាទហ្នឹងហើយអញ្ចឹងបងជាប្រមាណភាគរយហើយឬក៏ជាដាច់ហើយចឹងហ៎បងបើរាប់ជាភាគរយយើងអាចគិតថា70%ព្រោះទៅយើងប្រើបានមួយកំប៉ុងបងបាទខ្ញុំប្រើអស់មួយកំប៉ុងព្រោះអីយើងធ្វើទុកឲ្យជុកជំងឺបងបញ្ហាសុខភាពបងហ្នឹងប្រហែលឆ្នាំហើយខ្ញុំគាត់អាឡែស៊ីហ្នឹងប្រហែល1ឆ្នាំអូទៅឈឺ1ឆ្នាំបាទគួរសមដែរចឹងបងសំខាន់គឺវាឈឺខ្ទង់ច្រមុះរបស់យើងហើយវាឈឺមុខក្បាលព្រោះយើងធ្វើកាយអត់ស្រួលបាទហើយជុំមានហូរស្បោអីមកថ្លាដែរបងបាទហូរអូហូរហើយជុំដូចខាងខ្ញុំបញ្ជាក់ពីលើចឹងបងមានដូចថាយើងហូបអីទៅវាហូបអីភ្លាមទៅវាមានធ្វើទុកបើយើងហូបអីវាច្រើនกระដាស់ដូចតែវាចាញ់ពេលក្លិនអាហាររបស់យើងពេលយើងហូបមកវាធ្វើយើងกระដាស់បងបាទជុំមានចាញ់ក្លិនចាញ់អីមានធំនៅក្នុងច្រមុះដែរបងបើធំក្នុងច្រមុះដូចអត់មានទេក៏ប៉ុន្តែបើយើងហូបមកហូបដូចជាយើងធម្មតាដែលយើងញ៉ាំការញ៉ាំអីគេហ្នឹងវាពិបាកបាទពោះពេលយើងដាក់មកហូបមកអញ្ចឹងវាឈួលច្រមុះរបស់យើងធ្វើយើងกระដាស់បាទពីបញ្ចូលវិធីការគេម្ដងដូចពិបាកបាទបងបាទអញ្ចឹងបងជឿជាក់ទៅលើផលិតផលនេះប្រហែលភាគរយដែរបងគិតថាល្អឬមិនល្អខ្ញុំគិតថាល្អបាទគិតថាល្អផលិតផលនេះបងបាទអាហ្នឹងខ្ញុំហូបអស់មួយកំប៉ុងបើសិនជាយើងហូបបានច្រើនហើយជាអស់បាទហើយជាដាច់បាទអរគុណច្រើនអញ្ចឹងបងជាចុងក្រោយបងមានពាក្យពេចន៍អីសម្រាប់ផ្ដាំទៅពុកម៉ែបងប្អូនយើងឲ្យបានប្រើបានធូរបានជាដូចបងណាបាទជាចុងក្រោយសូមផ្ដាំដល់បងប្អូនជាកសិកររបស់យើងបើសិនជាមានបញ្ហាអាឡែស៊ីច្រមុះដូចខ្ញុំបានយើងអាចជ្រើសរើសយកណាកូស៊ីនេះបានបាទព្រោះណាកូស៊ីនេះខ្ញុំជឿជាក់ថាជាថ្នាំឱសថមួយដ៏ល្អបាទជួយទៅលើការលាកស៊ីច្រមុះបានជាបាទលាកស៊ីច្រមុះឲ្យអីទៀតបងដូចជាឈឺក្បាលតឹងច្រមុះហៀសម្បកអីហ្នឹងគឺយើងលេបហើយវាជាសះស្បើយបាទលំមាស់តិចលំមាស់ភ្នែកបាទមើលជាលំមាស់ភ្នែកអីហ្នឹងបាទគេងស្រួលបងបាទត្រូវសិនជាត្រូវកង្ហល់អីលេងអីចឹងលេងអីឲ្យសងៃបាទសំបីឥឡូវធម្មតាបាទឥឡូវដូចថាអាកាសធាតុត្រជាក់ប្រែប្រួលអីក៏អត់អីដែរបងបាទកាលពីដើមខែនេះវាត្រជាក់ដែរប៉ុន្តែខ្ញុំលេបណាកូស៊ីហើយដូចអត់អីទេបាទដូចអត់ធ្វើទុកលេបមុនណាបាទកាលពីដើមឆ្នាំនេះវាត្រជាក់ខ្លាំងសួរអត់បានឃើញគេផ្សាយហើយក៏រោជាវមើលហូបបាទដល់ជាយកមកប្រើបានធូរបានជាចឹងបាទអរគុណច្រើនបងសម្រាប់ការចែករំលែកបងបាទ